បាទសួស្តីបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបាទវីដេអូមុនគឺយើងសិក្សាទៅលើ My Teacher ដែលយើងបកប្រែនៅពាក្យកន្លឹះបាទឥឡូវនេះយើងចូលមកដល់មេរៀននឹងដដែលតែយើងធ្វើការបកប្រែនៅអត្ថបទបាទឥឡូវនេះយើងធ្វើការបកប្រែនៅអត្ថបទរបស់យើងបាទហើយអត្ថបទខ្លីៗបាទងាយដើម្បីបងប្អូនបានអានបាទទាំងអស់គ្នាបានអានហើយបានបកប្រែចេះបកប្រែទៀតស្រួលងាយបាទខ្ញុំបកប្រែមួយឲ្យបងប្អូនទាំងអស់គ្នាគឺថាឆាប់យល់ឆាប់ចេះបាទឥឡូវយើងធ្វើការបកប្រែទាំងអស់គ្នាមក My teacher is kind and always smiling បាទដល់គ្រូរបស់ខ្ញុំ My teacher ដល់គ្រូរបស់ខ្ញុំ is kind យើងប្រែថាចិត្តល្អបាទ is kind ចិត្តល្អ and always smiling ហើយតែងតែញញឹមបាទថាគ្រូរបស់គាត់ចិត្តល្អហើយញញឹមរហូតអីចឹងតែបាទ She teacher us new thing every day បាទថាគាត់បង្រៀនពួកយើងនៅអ្វីដែលថ្មីជារៀងរាល់ថ្ងៃបាទអញ្ចឹងគាត់មានរឿងនិទានគាត់មានមេរៀនគាត់មានវិជ្ជាករអញ្ចឹងទៅគាត់បរៀនថ្មីរហូតបាទបរៀននៅអ្វីដែលថ្មីជាបន្តគាត់អត់មានរៀនថ្ងៃហ្នឹងហើយស្អែករៀននឹងទៀតទេអត់ទេបាទអញ្ចឹងថា she teaches បាទ she teaches us new thing every day គាត់បង្រៀនពួកយើងនៅអ្វីដែលថ្មីជារៀងរាល់ថ្ងៃ new នេះគឺថាថ្មីបាទ thing អ្វីជារៀងរាល់ថ្ងៃនៅអ្វីដែលថ្មីជារៀងរាល់ថ្ងៃ when I don't understand បាទ when I don't understand ថានៅពេលដែលខ្ញុំមិនយល់បាទនៅពេលដែលខ្ញុំមិនយល់ when I don't understand she explain it again គាត់បញ្យល់វាម្ដងទៀតបាទនេះគេថាគាត់បញ្យល់វាម្ដងទៀត She makes learning fun for everyone បាទថាគាត់ធ្វើឲ្យការរៀនសូត្រនឹងមានភាពសប្បាយរីករាយសម្រាប់មនុស្សគ្រប់គ្នា She makes learning make នេះមានថាការបង្កើតបាទគាត់បង្កើតគាត់បង្កើតឬក៏ធ្វើបាទគាត់ថា make នេះយើងធ្វើបាទធ្វើឲ្យការរៀនសូត្រនឹងមានភាពសប្បាយរីករាយ I'm happy to be in her class បាទថាខ្ញុំរីករាយដែលបាននៅក្នុងថ្នាក់របស់គាត់យើងគាត់រីករាយដែលបានរៀនជាមួយនឹងគ្រូរបស់គាត់បាទយើង read again ហើយនឹងបកប្រែម្ដងទៀត My teacher is kind and always smiling បាទថាគ្រូរបស់ខ្ញុំគឺចិត្តល្អហើយតែងតែញញឹមជាប់ជានិច្ច She teaches us new thing every day គាត់បង្រៀនពួកយើងនៅអ្វីថ្មីជារៀងរាល់ថ្ងៃ When I don't understand នៅពេលដែលខ្ញុំមិនយល់ She explain it again គាត់បញ្យល់វាម្ដងទៀតហើយគាត់បញ្យល់នៅមេរៀនម្ដងទៀត She makes learning fun for everyone ថាគាត់ធ្វើឲ្យការរៀនសូត្រមានភាពសប្បាយរីករាយសម្រាប់សិស្សគ្រប់គ្នាបាទ everyone ដល់ពេលនេះយើងប្រែថាសិស្សគ្រប់គ្នាអញ្ចឹងគាត់តែងតែធ្វើឲ្យការរៀនសូត្រហ្នឹងគឺមានភាពសប្បាយរីករាយទៅដល់សិស្សគ្រប់គ្នា I'm happy to be in her class ថាខ្ញុំរីករាយណាស់ដែលបានរៀននៅក្នុងថ្នាក់របស់គាត់បាទអញ្ចឹងសម្រាប់វីដេអូបកប្រែនេះគឺខ្ញុំមានតែប៉ុណ្ណឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណនិងសូមជម្រាបលា